រួមអាវុធនិងរួមការងារជាមួយគ្នាកន្លងមកខ្ញុំលាហើយបងប្អូនទាំងអស់គ្នាលាដោយគ្មានថ្ងៃវិលត្រឡប់នឹងលាជារៀងរហូតនៅពេលខាងមុខបន្តិចទៀតនេះព្រះអគីនឹងឆាបឆេះលេបត្របាក់នៅរូបរាងកាយឆេះជាដុំសៃធ្ងន់ខ្មៅហើយដួងវិញ្ញាណខណ្ឌរបស់លោកនឹងអន្តរត្រសែកទៅតាមចំណូលវិយោបបោកលើអាកាសវេហានិងត្រដែតត្រសែកនឹងរលាយសាបសូន្យពីលើលោកយើងនេះនឹងលាចាក់ចោលយើងគ្រប់គ្នាប៉ុន្តែអ្វីដែលមិនអាចលុបបំបាត់ទៅបានដូចជារូបរាងកាយរបស់លោកនោះគឺការបន្សល់ទុកនៅគំរូវីរភាពភក្តីភាពចំពោះអ្នកដឹកនាំនឹងបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជានៃយើងរូបលោកជាវីរជនដ៏ល្អគំរូគួរឲ្យស្រឡាញ់គួរឲ្យគោរពរបស់យុទ្ធមិត្តគ្រប់រូបព្រមទាំងជាអង្គកសោជាកិត្តិយសថ្លៃថ្នូរភាពអំណាចជាយាមភាពមើលម៉ាត់ក្នុងការងារស្នាដៃល្អក្នុងភារកិច្ចការងារកសាងជាតិមាតុភូមិនៃយើងនឹងស្ថិតស្ថេរជានិច្ចនឹងគ្មានថ្ងៃលុបបំបាត់ឲ្យសាបសូន្យបានឡើយ